ការហ្វឹកហាត់ក្បាច់គុណរបស់ក្មេងប្រុសនេះបានធ្វើឲ្យជ្រលងភ្នំទាំងមូលញដោយការភ័យខ្លាចហើយធ្វើឲ្យម្ចាស់ដែលកំពុងដេកក្បែរគាត់ភ័យខ្លាចគាត់គិតថាគាត់ទទួលបានជោគជ័យយ៉ាងខ្លាំងហើយហៀបនឹងកើតជាអមតៈប៉ុន្តែគាត់មិននឹកស្មានថាអំណាចទាំងអស់របស់គាត់នឹងត្រូវបានប្រមូលផ្ដុំលើក្មេងប្រុសនោះទេពេលគាត់ភ្ញាក់ពីដំណេកគាត់មិនបានកត់សម្គាល់ឃើញពីភាពប្រសើរឡើងណាមួយនៅក្នុងការហ្វឹកហាត់របស់គាត់ទេហើយថែមទាំងចាប់ផ្ដើមសង្ស័យថាគាត់មិនស័ក្តិសមសម្រាប់ការក្លាយជាអមតៈទៀតផងប៉ុន្តែមានតែចៅហ្វាយនេះទេដែលអាចមើលឃើញថាគាត់មិនបានជួបប្រទះនឹងការដួលរំនៃទីក្រុងក្រហមដូច្នេះគាត់បានកុហកក្មេងប្រុសនោះថាលក្ខណៈសម្បត្តិរបស់គាត់មានកម្រិតទាន់ពេលបន្តិចកូនប្រសារស្រីម្នាក់បានរៀបការជាមួយគាត់នៅដើមឆ្នាំឥឡូវនេះដល់ពេលត្រូវយកសញ្ញាសម្គាល់ហើយទៅមាត់ទ្វារគ្រួសារយ៉ាងនៅពេលយូរដើម្បីស្នើសុំរៀបការក្មេងប្រុសនោះបានយកសញ្ញាសម្គាល់ដែលចៅហ្វាយនេះបានហើយចេញទៅដោយរំភើបប៉ុន្តែនៅពេលនេះនារីស្រស់ស្អាតម្នាក់កំពុងត្រូវបានចៅហ្វាយនេះទាំងពីររបស់ប៊ីយ៉ូដេញតាមដើម្បីរត់គេចខ្លួនគាត់ពិតជាបានលួចចូលទៅក្នុងកន្លែងសម្ងាត់នេះគ្មាននរណាម្នាក់អាចរស់រានមានជីវិតបានរាប់ពាន់ឆ្នាំមកហើយនោះទេគ្រាន់តែពេលដែលគាត់ហៀបនឹងស្លាប់ក្មេងប្រុសនោះគ្រាន់តែដើរចុះពីខាងលើហើយឃើញទឹកផ្អើលចៅហ្វាយនេះទាំងពីរបានរត់ដោយកន្ទុយរបស់ពួកគេហើយបន្ទាប់មកនារីដ៏ស្រស់ស្អាតបានថ្លែងអំណរគុណដល់ក្មេងប្រុសដែលបានជួយសង្គ្រោះជីវិតរបស់នាងប៉ុន្តែក្មេងប្រុសនោះនៅតែត្រូវទៅគ្រួសារយ៉ាងដើម្បីស្នើសុំរៀបការដូច្នេះគាត់មិនហ៊ាននិយាយជាមួយនារីដ៏ស្រស់ស្អាតនោះទេបន្ទាប់ពីនិយាយបានពី3ម៉ាត់គាត់ក៏ក្រោកឡើងហើយចេញទៅមិនយូរប៉ុន្មានគាត់ក៏បានមកដល់គ្រួសារយ៉ាងពេលគាត់ចូលទៅក្នុងទីធ្លាភ្លាមគាត់ក៏ឃើញថាគ្រួសារកូនក្រមុំមានទ្រព្យសម្បត្តិច្រើននិងមានចិត្តទូលាយប៉ុន្តែពេលគាត់មកសុំរៀបការជាមួយម្ចាស់ក្ត្រីម្ចាស់គ្រួសារយ៉ាងពិតជាមានចិត្តស្មោះត្រង់ណាស់ប៉ុន្តែកូនស្រីរបស់គ្រួសារយ៉ាងមិនយល់ព្រមទេប៉ាខ្ញុំមិនចង់រៀបការជាមួយបុរសម្នាក់នេះទេលទ្ធផលនេះគឺជាឧបទ្ទហេតុបន្តិចសម្រាប់ក្មេងប្រុសនោះដើម្បីកុំឲ្យអ្នកខាងក្រៅនិយាយថាគ្រួសារយ៉ាងមិនអើពើនឹងក្មេងប្រុសនោះពួកគេបានបញ្ជាឲ្យអ្នកបម្រើយកគ្រឿងអលង្ការមាសនិងប្រាក់មួយបាច់មកពួកគេចង់វាយក្មេងប្រុសនោះដោយគ្រឿងអលង្ការមាសនិងប្រាក់ប៉ុន្តែក្មេងប្រុសនោះមិនខ្វល់អ្វីទាំងអស់ពេលគាត់ធៀបនឹងចាក់ចេញជាមួយគ្រឿងអលង្ការមាសនិងប្រាក់កូនស្រីរបស់គ្រួសារយ៉ាងក៏ដើរចូលមកភ្លាមហើយនាងគឺជានារីស្រស់ស្អាតដែលក្មេងបន្ទាប់ពីផឹកស្រាបានមួយសន្ទុះនារីស្រស់ស្អាតរូបនោះចង់មានកូនជាមួយបុរសនោះភ្លាមនោះគាត់ក៏ស្រាយកអាវបុរសនោះហើយត្រូវខ្យល់បក់យ៉ាងខ្លាំងបុរសនោះឃើញនារីស្រស់ស្អាតរូបនោះដួលទៅលើដីហើយគាត់គិតថានាងកំពុងដេកបន្ទាប់មកក្មេងប្រុសនោះបានអបនារីស្រស់ស្អាតនោះទៅលើគ្រែប៉ុន្តែក្មេងប្រុសនោះកំពុងវង្វេងនៅក្នុងពិភពលោកដូច្នេះគាត់ត្រូវគេវាយដំនៅថ្ងៃបន្ទាប់គូប្រជែងដែលបានស្លាប់របស់គ្រួសារយ៉ាងគឺសាងបៀវបានមកបង្កបញ្ហាគាត់ចង់ប្រកួតប្រជែងជាមួយសិស្សនៃគ្រួសារយ៉ាងក្នុងវិស័យក្បាច់គុនប្រសិនបើគាត់ត្រូវបានដាក់នៅក្នុងអតីតកាលមនុស្សគ្រប់គ្នានឹងខ្លាចគាត់ប៉ុន្តែលើកនេះនារីស្រស់ស្អាតស្ងប់ស្ងាត់ណាស់ខ្ញុំបានឮថាសាងបៀវបានមកបង្កបញ្ហានារីស្រស់ស្អាតនោះគឺជាអ្នកដំបូងគេដែលទទួលយកបញ្ហាប្រឈមនេះដោយសារតែនាងដឹងថាមានក្មេងប្រុសម្នាក់ពួកគេនឹងមិនចាញ់គាត់ឡើយប្អូនស្រីរបស់នាងឈ្មោះជៀនមានទំនុកចិត្តយ៉ាងខ្លាំងហើយភ្លាមនោះក៏ខ្លាយជាមានទំនុកចិត្តដូច្នេះហើយនាងបានមកលើសង្វៀនដោយផ្ទាល់ដើម្បីប្រកួតប្រជែងជាមួយភីគីមខាងទៀតប៉ុន្តែកម្លាំងរបស់នាងខុសគ្នាខ្លាំងពេកពីភីគីមខាងទៀតនាងបានរងរបួសដោយដាវដ៏អាក្រក់របស់គូប្រកួតមុនពេលនាងចាប់ផ្ដើមប្រយុទ្ធនាងបានធ្លាក់ពីលើសង្វៀនចំមុខដោយឃើញថាប្អូនស្រីរបស់នាងមិនអាចប្រៀបផ្ទឹមនឹងគូប្រកួតបាននារីដ៏ស្រស់ស្អាតក៏លែងបរោះនោះភ្លាមប៉ុន្តែក្មេងប្រុសនោះគ្មានទំនុកចិត្តទេប៉ុន្តែក្នុងនាមជាបុរសគាត់មិនអាចទុកឲ្យប្រពន្ធរបស់គាត់ស្លាប់បានទេនៅពេលដ៏សំខាន់គាត់គិតថាចៅហ្វាយរបស់គាត់បានឲ្យគាត់នៅវត្ថុស័ក្តិសិទ្ធិមួយដែលអាចហៅផ្គរលាន់បានដរាបណាសម្លេងផ្គរលាន់ត្រូវបានកោះហៅសំបីតែមេដ៏ខ្លាំងបំផុតក៏មិនអាចទប់ទល់នឹងវាបានដែរមួយវិនាទីបន្ទាប់ក្មេងប្រុសនោះបានទៅកាន់សង្វៀនដោយផ្ទាល់បន្ទាប់មកគាត់បានចាប់7គាត់បានចាប់ផ្ដើមបញ្ចេញមន្តអាគមអូយសប្បាយជាមួយគាត់នៅចំពោះមុខមនុស្សគ្រប់គ្នាអនុញ្ញាតឲ្យគាត់បង្ហាញមន្តអាគមរបស់គាត់ចាំមើលមិនសមហេតុសំផលទេអនុញ្ញាតឲ្យគាត់បង្ហាញមន្តអាគមរបស់គាត់ដើម្បីឲ្យអ្នកគ្រប់គ្នាអាចមើលបានលោកគ្រូអ្វីដែលនៅសល់គឺអាស្រ័យលើអ្នកលោកគ្រូអង្គុយឲ្យស្ងប់កុំរើអីឈរនៅទីនេះខ្ញុំនឹងបង្ហាញអ្នកពីមន្តអាគមរបស់ខ្ញុំយល់ព្រម